นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะបានជាធ្វើការសូត្រ3ដងបន្តមកទៀតមេត្តាគុណังបិតាគុណังព្រះពុទ្ធគុណังព្រះធម៌គុណังព្រះសង្ឃគុណังមេត្តាគុណังបិតាគុណังព្រះពុទ្ធគុណังព្រះធម៌គុណังព្រះសង្ឃគុណังមេត្តាគុណังបិតាគុណังព្រះពុទ្ធគុណังព្រះធម៌គុណังព្រះសង្ឃគុណังមេត្តាគុណังបិតាគុណังព្រះពុទ្ធគុណังព្រះធម៌គុណังព្រះសង្ឃគុណัងមេត្តាគុណังបិតាគុណังព្រះពុទ្ធគុណังព្រះធម៌គុណังព្រះសង្ឃគុណังមេត្តាគុណังបិតាគុណังព្រះពុទ្ធគុណังព្រះធម៌គុណังព្រះសង្ឃគុណังមេត្តាគុណังបិតាគុណังព្រះពុទ្ធគុណังព្រះធម៌គុណังព្រះសង្ឃគុណังបានជាយើងធ្វើការសូត្រ7ដងបានជាទី2យើងធ្វើការសូត្របាលីចម្រើនសតិពុទ្ធានុសតិធម្មានុសតិសង្ឃានុ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 សតិបានជាធ្វើការសូត្រ7ដងឬ7ចប់ទី3ព្រះគាថាបណ្ដេញចំហាយអាក្រក់ៗនិងការពារខ្លួនពុទ្ធាំងបាំងបាំងធម្មាំងបាំងកាយសង្ឃាំងកំចាយវិនាសន្តិអសេសតោពុទ្ធាំងបាំងបាំងធម្មាំងបាំងកាយសង្ឃាំងកំចាយវិនាសន្តិអសេសតោពុទ្ធាំងបាំងបាំងធម្មាំងបាំងកាយសង្ឃាំងកំចាយវិនាសន្តិអសេសតោពុទ្ធាំងបាំងបាំងធម្មាំងបាំងកាយសង្ឃាំងកំចាយវិនាសន្តិអសេសតោពុទ្ធាំងបាំងបាំងធម្មាំងបាំងកាយសង្ឃាំងកំចាយវិនាសន្តិអសេសតោពុទ្ធាំងបាំងបាំងធម្មាំងបាំងកាយសង្ឃាំងកំចាយវិនាសន្តិអសេសតោពុទ្ធាំងបាំងបាំងធម្មាំងបាំងកាយសង្ឃាំងកំចាយវិនាសន្តិអសេសតោបានចឹងយើងធ្វើការសូត្រ7ចប់ឬ7ដងបន្តមកទៀតយើងសូត្រព្រះគាថាដែលជាអរហង្គអ្នកមោពុទ្ធាំងសិទ្ធិបារមី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 បានចឹងគាថានេះយើងសូត្រ7ចប់ឬ7ដងមួនគាថាមហាអនិតអេហេអេហេមេតាចិត្តតាំងមនុស្សសានងចិត្តតាំងបិយ៉ាងមៈមៈអេហេអេហេមេតាចិត្តតាំងមនុស្សសានងចិត្តតាំងបិយ៉ាងមៈមៈអេហេអេហេមេតាចិត្តតាំងមនុស្សសានងចិត្តតាំងបិយ៉ាងមៈមៈអេហេអេហេមេតាចិត្តតាំងមនុស្សសានងចិត្តតាំងបិយ៉ាងមៈមៈអេហេ
เอหิเมตาจิตตังมนุษย์สานังจิตตังเปยังเมียเมียเอหิเมตาจิตตังมนุษย์สานังจิตตังเปยังเมียเมียเอหิเมตาจิตตังมนุษย์สานังจิตตังเปยังเมียเมียเอหิเมตาจิตตังมนุษย์สานังจิตตังเปยังเมียเมียเอหิเมตาจิตตังมนุษย์สานังจิตตังเปยังเมียเมียสำหรับพระกีธานี้ได้คือยืงមុននឹងទៅជួបបុគ្គលឯណាម្នាក់យើងត្រូវតែសូត្របរិកម្មក្នុងចំនួន9ចប់ពេលដែលបងប្អូនសូត្រក្នុងចំនួន9ចប់ហើយបងប្អូនត្រូវតែបង្ហាញនៅកិច្ចចុងក្រោយបងប្អូនត្រូវតែបន្លឺពាក្យឡើងថាដោយអានុភាពនៃគុណព្រះរតនត្រ័យដែលមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃគុណបិតាគុណមេត្តាគុណគ្រូបាអាចារ្យនិងអំណាចនៃគុណបុណ្យបារមីដែលខ្ញុំព្រះអង្គបានសាងដោយអំណាចនៃព្រះគីថានេះសូមឲ្យខ្ញុំសម្រេចដោយសេចក្តីប្រាថ្នាកុំបីអាខានឡើយរួចហើយយើងត្រូវតែបន្លឺពាក្យសាធុចំនួន3ដងរួចហើយបងប្អូនទៅចរចានៅលើអ្វីដែលបងប្អូនចង់ធ្វើចុះបងប្អូននឹងសម្រេចនៅលើរឿងអ្វីដែលបងប្អូនចង់បាន